ចារូបថតដែលបងប្អូនបានឃើញវីដេអូមួយនេះគឺជាជនជាតិចិនដែលគាត់ទៅតែមកដល់ប្រទេសកម្ពុជារបស់យើង4ថ្ងៃឯងបងប្អូនមកជាមួយនឹងឪពុករបស់គាត់ហើយបងប្អូនប្រុសម្នាក់ហ្នឹងគឺគាត់មានបញ្ហាខ្សោយបញ្ញាបងប្អូនឪពុករបស់គាត់ហ្នឹងបើលេងសាច់ញាតិគ្រួសាររបស់គាត់ហ្នឹងនៅប្រទេសខ្មែររបស់យើងអត់ចេះនិយាយខ្មែរទេទាំងឪពុកទាំងកូនហើយទៅមកលេងទេហើយមកស្នាក់អាស្រ័យនៅម្ដុំបរិយគួស្រូវកន្លែងគួស្រូវ3នេះហើយដល់ពេលអញ្ចឹងទៅព្រឹកមិញហ្នឹងកូនហ្នឹងក៏របៀបចេញមកឈរលេងនៅមុខផ្ទះហ្នឹងហើយឪពុកម្ដាយគ្រួសារឡែរវល់នៅក្នុងចេញមកបាត់កូនហ្នឹងហ្មងអូគាត់ស្លន់គាត់ស្លោគាត់ខ្វល់គាត់បារម្ភមែនតើហើយមិនដឹងគាត់ត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចគាត់ថាបាត់កូនគាត់ហ្មងព្រោះកូនគាត់អត់ចេះខ្មែរហើយសតិបញ្ញាក៏ខ្សោយទឹកខ្សោយបញ្ញាតាំងពីទូចមកអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ស្លាស្លន់ក៏តាក់ទងឲ្យមិត្តភ័ក្តិដែលចេះខ្មែរហ្នឹងជួយបកប្រែអ្នកដែលបកប្រែខ្មែរឲ្យមិត្តភ័ក្តិរបស់គាត់ជនជាតិចិនហ្នឹងក៏បកប្រែឲ្យទៅដាក់ពាក្យបណ្ដឹងចឡើងក៏គេណែនាំគាត់ហ្នឹងឲ្យមកវិទ្យុ ABC ដើម្បីធ្វើការផ្សព្វផ្សាយព្រោះមករយៈចុងក្រោយនេះវិទ្យុ ABC របស់យើងហ្នឹងគឺធ្វើការងារតាក់ទងនឹងការប្រកាសបាត់សមាជិកគ្រួសារប្រទេសឃើញមនុស្សចាស់ហ្នឹងគឺបានផល90ទៅនិយាយទៅបើថា100បងប្អូន99លើ100អត់ដល់ពេលមួយថ្ងៃទេបងប្អូនណាត្រឹមរយៈពេល3 4ម៉ោងហ្នឹងគឺឃើញភ្លាមហើយចៃដន្យព្រឹកមិញហ្នឹងគាត់មកពេលដែលបាត់កូនគាត់3 4ម៉ោងហើយគាត់អស់ចិត្តអស់ចង់ហើយគាត់ក៏មកឲ្យ ABC ផ្សព្វផ្សាយហើយគាត់ធ្វើការសម្ភាសនៅក្នុងម៉ោងរបស់សូឡាហើយក្នុងពេលដែលសម្ភាសហ្នឹងចៃដន្យអីនេះក្រុមការងារស្រាប់តែឃើញកូនគាត់ដែលជាជនជាតិចិនហ្នឹងកំពុងតដើរនៅម្ដុំព្រៃហូលព្រោះអីគាត់បាត់នៅម្ដុំគួស្រូវអូដូចទេវតាប្រទានប្រិមិត្តអភិនិហាហ្មងសម្រាប់ ABC និយាយមែនខ្ញុំស្ដាប់ព័ត៌មានហ្នឹងហើយខ្ញុំមានអារម្មណ៍ថាមោទនភាពសម្រាប់វិទ្យុ ABC មែនតើហើយស្រាប់តែឃើញវិញហើយបរាបានជួបគាត់ដែរព្រោះគាត់អត់ចេះនិយាយខ្មែរទេត្បិតតែយើងអត់ចេះស្ដាប់ភាសាគ្នាបានតែខ្ញុំមើលទឹកមុខឪពុកគាត់ទោះបីជាកូនគាត់ខ្សោយបញ្ញាមែនណាបងប្អូនតែគាត់សឹងអស់សង្ឃឹមព្រោះកូនគាត់របៀបខ្សោយបញ្ញាហើយអត់ចេះនិយាយខ្មែរទៀតដល់ចឹងគាត់មិនដឹងទៅកូនគាត់នៅណាទេហើយគាត់ក៏អត់សូវចេះខ្មែរទៀតមិនដឹងពឹងអ្នកណាណីហើយគាត់ទៅមកបាន4ថ្ងៃមិននឹកស្មានថាគាត់មកសម្ភាសជាមួយនឹង ABC កំពុងតែសម្ភាសនឹងស្រាប់តែប្រទេសឃើញកូនគាត់អូវាអស្ចារ្យមែនតើណាបងប្អូនអញ្ចឹងផ្ដាំផ្ញើសម្រាប់បងប្អូនដែលគាត់អាសាតាមដានណាស្ដាប់វិទ្យុ ABC គាត់លេខទូរស័ព្ទវិទ្យុ ABC ទុកទៅ010 012 06 23 10ហ្នឹងណាហើយ like page ABC Cambodia ទុកទៅណារាល់ពេលបាត់ប្រទេសឃើញសមាជិកក្រុមគ្រួសារមនុស្សចាស់ក្មេងចាមានបញ្ហាពង្វេងស្ទះអារម្មណ៍អីហ្នឹងបងប្អូនតាក់ទងមកទាំងប្រទេសឃើញទាំងបាត់ណាសឹងថា99%លើ100ដឹងតែប្រទេសឃើញវិញជួបវិញជាថាសឹងថាគ្រប់រឿងហ្មងបងប្អូនជួបវិញភ្លាមហ្មងណាចឹងបងប្អូនមានអីកុំភ្លេចវិទ្យុ ABC ហើយនឹង page ABC Cambodia តាមដានជាប់ជាប្រចាំណាដើម្បីមានអីគឺយើងតាក់ទងមកបាត់មកជួបគ្នាក្នុងវិទ្យុ ABC តែមួយអរគុណ